Rịp xu bom ôn sơ ma chất bia đai chỉ tì mì trầy nâng chỉ tì sơ lanh nhóm âm phở chỉ krung vắc chỉ và cảm tại từ từ xóa đào action coachហើយក៏ជានាយកប្រតិបត្តិរបស់ BNI កម្ពុជាតំបន់2ដែលនៅក្នុងអាជីវកម្មនឹងវា10ឆ្នាំជាងមកហើយនៅក្នុង BNI នេះដោយសារមើលឃើញពីចន្លោះប្រហោងហើយមានភាពលំបាកក្នុងការដឹកនាំក្រុមអឺ chapter នីមួយៗថ្ងៃនេះខ្ញុំសូមយក tip ចំនួន7ចំណុចយកមកចែករំលែកទៅដល់បងប្អូនដែលជាថ្នាក់ដឹកនាំក៏ដូចជាសមាជិក BNI ទាំងអស់គ្នាឲ្យពួកយើងផ្ដោតទៅលើកូនសោកលឹះចំនួន7ចំណុចនឹងដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនដឹកនាំក្រុមរបស់បងប្អូនឆ្ពោះទៅរកភាពជោគជ័យហើយនិរន្តរភាពរស់នៅជាមួយគ្នាដោយសេចក្តីសុខសេមក្សាសំណួរទៅបងប្អូនថាតើបងប្អូនមានបានជួបការលំបាកក្នុងការដឹកនាំក្រុមដែរឬមួយក៏អត់បាទខ្ញុំគិតថាបងប្អូនប្រកាសជាជួបនៅឧបសគ្គនឹងច្រើនក្នុងការដឹកនាំសប្តាហ៍នេះហេតុអីបានណាក្រុមជារឿងសំខាន់សម្រាប់អាជីវកម្មរបស់ពួកយើងបងប្អូនការធ្វើពាណិជ្ជកម្មរបស់បងប្អូនណាมันអាចមានតែមនុស្សម្នាក់នឹងដឹកនាំឬក៏ធ្វើទៅទទួលបានជោគជ័យនេះទេអញ្ចឹងត្រូវការក្រុមនរណាអ្នកបម្រើអតិថិជនរបស់បងប្អូនអ្នកបម្រើអតិថិជនរបស់បងប្អូនគឺក្រុមរបស់បងប្អូនហ្នឹងហើយអញ្ចឹងបើមានឧបសគ្គពីការដឹកនាំក្រុមវាក៏ជាឧបសគ្គសម្រាប់ការបង្កើតលុយនៅក្នុងអាជីវកម្មរបស់បងប្អូនមែនទេខ្ញុំនិយាយទៅឯងបងប្អូនបាទអញ្ចឹងតើធ្វើម៉េចដើម្បីដឹកនាំក្រុមរបស់បងប្អូនឈានឆ្ពោះទៅរកភាពជោគជ័យហើយនិរន្តរភាពនៅជាមួយគ្នាអូខេថ្ងៃនេះខ្ញុំនឹងលើកយកកូនសោកន្លឹះចំនួន7សំខាន់សូមបងប្អូនយកចិត្តទុកដាក់ហើយយកប៊ិចសភៅយកមកកាត់ទុកហើយយកទៅប្រើប្រាស់ដើម្បីវាស់វែងថាតើអ្វីដែលខ្ញុំចែករំលែកអ្វីដែលខ្ញុំណែនាំហ្នឹងតើវាពិតជាអញ្ចឹងមែនអត់ជោគជ័យមែនអត់អូខេទី1ដើម្បីដឹកនាំក្រុមបងប្អូនឲ្យជោគជ័យទៅបានណាបងប្អូនត្រូវមានភាពជាអ្នកដឹកនាំខ្លាំងក្លាហើយរឹងមាំភាពដឹកនាំខ្លាំងក្លារឹងមាំបងប្អូនចាំនៅកន្លែងហ្នឹងហេតុអីបានរឿងនោះជារឿងសំខាន់បងប្អូនឆ្លើយជាមួយខ្ញុំតើមេដឹកនាំខុសពីអ្នកគ្រប់គ្រងកន្លែងណានិយាយអំពីលក្ខណៈសម្បត្តិខុសពីកន្លែងណាបាទបងប្អូនពិចារណាមើលទៅតើវាខុសនៅកន្លែងណាមេដឹកនាំមានលក្ខណៈសម្បត្តិ2យ៉ាងដែលជាទីកត់សម្គាល់ដំបូងមុនគេគឺជាមនុស្សដែលមានក្តីស្រឡាញ់មនុស្សដែលមេដឹកនាំដែលអត់មានក្តីស្រឡាញ់មិនអាចក្លាយជាមេបានទេបងក្លាយជាមេដឹកនាំមិនបានទី1ត្រូវមានក្តីស្រឡាញ់ភាសាអង់គ្លេសហៅ passion ទី2ត្រូវមានការទទួលខុសត្រូវណាមិនទទួលយកហើយទទួលខុសត្រូវអាត្រូវខ្ញុំហើយអាខុសកូនចៅមិនមានន័យអញ្ចឹងទេបងគឺទទួលខុសត្រូវក្នុងការដឹកនាំក្នុងការគ្រប់គ្រងវាទោះបីជាមានលទ្ធផលយ៉ាងម៉េចក៏ដោយវិជ្ជមានក៏ដោយអវិជ្ជមានក៏ដោយគឺជាមនុស្សដែលមានការទទួលខុសត្រូវអញ្ចឹងលក្ខណៈសម្បត្តិពីរយ៉ាងហ្នឹងមនុស្សមានក្តីស្រឡាញ់ហើយមានការទទួលខុសត្រូវនឹងហើយបានជាមេដឹកនាំដែលយើងចង់នឹងមេដឹកនាំដែលយើងចង់បាននេះជាលក្ខណៈសម្បត្តិធំចំនួន2របស់មេដឹកនាំតែដោយឡែកអ្នកគ្រប់គ្រងឬក៏ manager
អ្នកគ្រប់គ្រងឬក៏ manager មានលក្ខណៈសម្បត្តិធំពីរទី1គឺគាត់ជាមនុស្សដែលមានទំនុកចិត្ត confident ជាមនុស្សដែលមានទំនុកចិត្តនិងជាមនុស្សដែលផលិតលទ្ធផលបានណា productive people គេគឺឃើញកន្លែងហ្នឹងជាមនុស្សដែលមានទំនុកចិត្តហើយផលិតលទ្ធផលបានផលិតលទ្ធផលអត់បានមិនមែនជា manager ទេមិនមែនជាអ្នកគ្រប់គ្រងពីព្រោះអត់ទាន់គ្រប់គ្រាន់នឹងធ្វើជាមនុស្សដើម្បីឲ្យទទួលបានភាពជោគជ័យទទួលលទ្ធផលហ្នឹង manager ត្រូវមានចំណេះជំនាញពីការដឹកនាំពីការគ្រប់គ្រងតែម្ដងគ្រប់គ្រងការងារដែលគាត់ទទួលខុសត្រូវនិងគាត់មានឧបករណ៍សម្រាប់ជួយគាត់ឲ្យគ្រប់គ្រងទៅមានប្រសិទ្ធភាពណាមានចំណេះជំនាញហើយមានឧបករណ៍ដើម្បីជួយគេមកបងប្អូនឯងមើលឃើញនៅកន្លែងហ្នឹងអញ្ចឹងនឹងហើយដែលធ្វើឲ្យ manager គាត់គ្រប់គ្រងការងារមានដោយប្រសិទ្ធភាពគឺជាមនុស្សដែលមានទំនុកចិត្តហើយផលិតលទ្ធផលបានហើយដើម្បីផលិតលទ្ធផលឲ្យបានតាមផែនការដែលថ្នាក់លើដាក់ឲ្យគាត់ត្រូវតែមានចំណេះជំនាញហ្នឹងហើយគាត់ត្រូវតែមានចំណេះជំនាញបូកជាមួយនឹងឧបករណ៍ប៉ុន្តែសំណួរសួរថាអីចំណេះជំនាញពីអីបើបងប្អូនជា manager នៅក្នុងក្រុមហ៊ុនជា general manager បងប្អូនត្រូវមានអីគេខ្លះចំណេះជំនាញពីការធ្វើអាជីវកម្មហ្នឹងបងប្អូនចំណេះជំនាញពីការធ្វើអាជីវកម្មអ្នកបងប្អូនជំនាញនៅក្នុងអាជីវកម្មមានច្រើនវាមានleadership skill ភាពជាអ្នកដឹកនាំវាមានជំនាញក្នុងការគ្រប់គ្រងវាមានជំនាញក្នុងការសរសេរផែនការវាមានជំនាញក្នុងការប្រើប្រាស់លុយកាក់ហៅ financial mastery វាមានជំនាញក្នុងការប្រើប្រាស់ពេលវេលាវាមានជំនាញក្នុងការបម្រើសេវាកម្មជំនាញក្នុងការធ្វើ marketing និង sale ជំនាញដោះស្រាយបញ្ហាទេទាំងអស់ហ្នឹងនឹងផ្សេងថែមទៅលើនឹងទៀតនឹងជាជំនាញដែលបងប្អូនត្រូវមានហើយបើអត់មានអាហ្នឹងទេសំណួរសួរថាធ្វើម៉េចគ្រប់គ្រងឲ្យមានប្រសិទ្ធភាពទៅបានអត់បានអូខេខ្ញុំនិយាយថាអញ្ចឹងធ្វើម៉េចដើម្បីคล้ายជាមេដឹកនាំដែលខ្លាំងដើម្បីคล้ายជាមេដឹកនាំដែលខ្លាំងណាបងប្អូនត្រូវបូក tool របស់ manager លក្ខណៈសម្បត្តិរបស់ manager ដែលជាមេដឹកនាំឲ្យស្រេចនេះទៅបូកថែមពីទៀតទីមួយជាមនុស្សដែលមានក្តីស្រឡាញ់ជាមនុស្សដែលមានការទទួលខុសត្រូវបូកជាមួយនឹងមានទំនុកចិត្តហើយផលិតលទ្ធផលបាន tool របស់ manager ណាហើយដើម្បីផលិតលទ្ធផលបានដូចខ្ញុំជម្រាបបងប្អូនមិញហ្នឹងថាបងប្អូនចាំបាច់ត្រូវតែមានចំណេះជំនាញពីការធ្វើអាជីវកម្មហើយមានឧបករណ៍សម្រាប់ជួយបងប្អូនខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងបើត្រឹមតែមានលក្ខណៈសម្បត្តិពីរទេមានក្តីស្រឡាញ់ហើយនឹងមានការទទួលខុសត្រូវការដឹកនាំរបស់យើងមានប្រមាណកម្រិត5កម្រិតមែនទេបងប្អូនកម្រិតទី1គឺគេហៅ position level ជាកម្រិតដែលបងប្អូនទទួលបានតំណែងនឹងដោយសារគេឲ្យទទួលបានអំណាចនឹងដោយសារគេប្រកល់ឲ្យហ្នឹងគេឲ្យណាគេឲ្យហើយកម្រិតទី2គឺគេហៅថាកម្រិត permission level គឺការបង្កើតទំនាក់ទំនងជួយគេដើរតាមយើងគឺគេចង់ដើរតាមដោយសារយើងអីគេដោយសារគេចូលចិត្តយើងគេស្រឡាញ់យើងគេពេញចិត្តយើងហេ
cái sở lánh dương thì bình dân dương thì cho dân dương nâng nơi cái lại hay theo mấy bạn là thưa ở kia sở lánh dương thì bình dân đi vì cho dân dương vì to tại bong ôn chỉ mê được nón nữa nè chui nè để nơi chung mình bong ôn nè để follower bong ôn nữa nè đào tam bong ôn nữa ở quạt sở lánh bong ôn ở quạt chụp chỉ mình được không nghe sở lánh bán đấy bong ôn đó chui quạt ao sầm rách tam cô đang ở đây để quạt trong ban ấy kia dân dương miên smart biết một cả chui qua dương miên smart biết một cả chui qua cái này cái đồng đội tì tì đã bỏ hồn rồi hãy biết là dân chui quạt ba chục chơi hơi mình trâm tay tụm nẹt tụm nông bao dương để tư bill chỉ mùi quạt và cao chỉ mùi quạt trâm ta quạt thì cứ cruza nâng côn tham tiếp không cái cruza nâng côn tham tiếp không nè mà cruza bảo quản dương miền tụm nẹt tụm nông ở chất đất chỉ mùi quạt mình chắc biết là dân chui quạt sầm nát chui chơi từng ó nữa vì phơi quạt nó sẽ làm gì bình chỉnh thì có chọn đại tạo gì nó đại phơi thì inspire gì đó tụm nẹt nơi tụm nẹt mùi này ở lấy xua tha dương thương mạch bởi dương miền là pi nè dương miền cái đây sẽ lánh hay dương miền ca từ tu khó trời vấn tay dương ở miền toàn miền chấm nát đằng ở toàn miền bạc bị sao ở toàn miền ông bạc là bởi chui ở còng bạc dương đấy và sầm bạch tam cô tao để có chọn bán ta thì nơi đa tam dương tiệt đó nghe đấy thì nơi đa tam dương tiệt đó chồng chưa ra khi bà con chia chạ trên bị dương hay tờ rôn là ná đã mê ná đã còn chui quạt nữa ao sầm rách cô tao để quạt trong bàn nấc cứ chỉ ở đây để bom ôn rồi rồi bành phử chứ đám bay ao bom ôn miền nẹt đào tám miền kỳ sở lánh cứ bom ôn tới chốc từ là cầu mình tại đó từ mùa tháng chốc đó là đó bạn thì ra hâm bò đặt luôn từ chỉ mùi quạt từ riêng chỉ quạt ta miền ấy khác đại dương chui quạt bạn chúng chưa ta bom ôn mà chỉ luôn lọt chụp và tẻ nghĩ bò là cũ chúng lọt vừa ở nắng pan ap để dương ta xong chui cái tháng ở miền ấy ở chui bắt ọc luôn ta bỏ kia là mình toàn chui dương như bỏ bóng kia mình toàn chưa dương thì dám bom con được vừaอย่างmình tiền đặt luôn từ hai từ tiền trên cái vẻ đâu ở đây rồi lành thay dương nhân trắng tiền trong chui gì vì tôi là nhận nơi trung bình dương đó bạn chụp chế bà là phước ao luôn dương chụp chế từ bạn nhận nơi trung bình dương nếu bom con được vừa đường đọc nữa và đây đầm bay chui kia chụp chế từ bạn bom con trời miên chấm nè chấm niên khi nhớ bọn kênh giờ thui manager dùng trái tới miên chùm này chùm này tới miên ốp bọc cỏ tới chiêm nước để miên tập nộp chật này mỗi tiết nơi không cầm đặt tỷ 7 phiếp chỉ nhẹ bạch nòm đây cầm đặt tỷ 7 nơi thì mỗi từ ẩm nạc để cái áo dưỡng thì khla dưỡng rồi xa dương miên mặt nạ dương vừa ở kia bàn phải giàu chụp kia dương đỏ kia nít kia chỉ cầm đặt tìm mua gì bọn rồi chẳng bọn trở phải nhập lại mà cầm đặt một tiền từ từ permission level này từ cả đăng sọc tục cả chui rồi bác côn chào dương rồi bác xạ ca rồi dương là mấy ai quạt nữa đi chậm lại từ tụ bàn chụp chơi từ tam tụ đá để quạt chẳng bạn nâng cầm đặt thì bấy cứ cái hai ta production level cứ cái trong đa tam dương đời xa dương thọt phơi hướng nâng chụp chơi dương thọt phơi hướng on nâng hai dương chụp hướng on nâng dương phơi được bạn chụp chơi những cái trong đa tam dương đời xa dương phơi chụp chơi nè nơi cầm đặt này hãy dương phơi chụp chơi tới bán vì to là dương ấy thì mỗi cái dương miên chậm đạt chậm điện nâng hai miên là nâng hai dương bàn phơi vì miên lặp thol hai ai nâng để phơi ở cái trong đa tam dương chân cầm đặt thì vậy
ឃើញបងប្អូននឹងកម្រិតទី4គឺគេហៅថា leader create leader គឺជាកម្រិតបន្ទាប់ពីអាទី5ហ្នឹងយើងបង្កើតមេដឹកនាំពីព្រោះហៅថាមេដឹកនាំវាតើមានដាក់ដើរតាមយើងអត់បង្កើត follower ទៀតទេអ្នកដើរតាមទៀតទេយើងបង្កើតមេដឹកនាំបង្កើតមេដឹកនាំគាត់មានអ្នកដើរតាមគាត់ហើយហ្នឹងអាហ្នឹងគេហៅ great leader create leader អូខេនឹងចំណុចចុងក្រោយគេគឺ pinnacle ជាកម្រិតមួយដែលថាអ្វីដែលយើងធ្វើគឺតំណាងឲ្យអ្នកនៅជុំវិញយើងនឹងទាំងអស់និយាយប្រទេសគឺតំណាងប្រទេសនិយាយអំពីពិភពលោកគឺតំណាងពិភពលោកនឹងតែម្ដងគឺយើងធ្វើអ្វីហ្នឹងគឺដោយសារប៉ះពាល់រឿងអស់នឹងពិភពលោកទាំងគ្រួសារទាំងសហគមន៍និងប្រទេសណាអ្វីដែលបងប្អូនត្រូវធ្វើឲ្យឆ្លងកម្រិតទាំងអស់ហ្នឹងចឹងឥឡូវខ្ញុំត្រឡប់មកវិញខ្ញុំអាចបញ្យល់លម្អិតពីកម្រិតនៃភាពជាអ្នកដឹកនាំនឹងបានដល់ថ្ងៃនេះគឺនិយាយអំពីភាពជាអ្នកដឹកនាំដែលខ្លាំងក្លាពីតរបូកពីនឹងជាមនុស្សដែលមានក្តីស្រឡាញ់មានការទទួលខុសត្រូវហើយបូកជាមួយនឹងមនុស្សដែល confident ហើយលទ្ធផលបានអូខេចាំនៅកន្លែងហ្នឹងណាបងប្អូនណាហើយយកទៅធ្វើវាណានឹងចំណុចទី2បងប្អូនត្រូវកំណត់គោលដៅរួមគោលដៅរួមជារឿងសំខាន់ហេតុអីបានសំខាន់ព្រោះបងប្អូនដឹកនាំក្រុមមានគោលដៅផ្សេងគ្នាសមាជិកក្រុមរបស់យើងនឹងមានគោលដៅផ្សេងពីហ្នឹងអត់អាចសម្រេចគោលដៅធំបានទេជាងគោលដៅរួមរបស់យើងស្អីគេខ្ញុំលើករឿងជាក់ស្ដែងនៅក្នុងBNI នៅក្នុងចិត្តសំណួរសួរថាតើយើងចូល BNI ដើម្បីអីបងប្អូនមួយចំនួនតាមរយៈអីគេតាមរយៈចង់ពង្រីក network ណាចង់បាន network ធំចង់ឲ្យគេស្គាល់ច្រើនចង់ build branding ណាចង់អីគេចង់រៀនចំណេះជំនាញណាបាទនឹងរឿងផ្សេងទៀតប៉ុន្តែសំណួរសួរត្រឡប់ទៅវិញថាពង្រីក network ធំនឹងដើម្បីអីចង់ឲ្យគេស្គាល់ច្រើននឹងដើម្បីអីមិនដើម្បីលក់ឲ្យបានមែនទេលក់បាននឹងបានអីគឺបានលុយគឺលុយអីគេលុយប្រាក់ចំណេញនឹងហើយតើយើងទទួលបានប្រាក់ចំណេញនឹងគោលដៅរួមរបស់យើងអ្វីដែលយើងខិតខំប្រឹងប្រែងធ្វើនេះខំប្រឹងរៀនសូត្រខំប្រឹងពង្រីកអាជីវកម្មខំប្រឹងពង្រីក network ខំប្រឹងពង្រីកក្រុមគឺដើម្បីតែមួយទៀតគឺការបង្កើតលុយនឹងតែម្ដងអញ្ចឹងបើចូល BNI ដើម្បីផលិតលុយដូចគ្នាអញ្ចឹងតើនេះជាគោលដៅរួមរបស់បងប្អូនឃើញទេបងប្អូនគោលដៅរួមនឹងហើយជាគោលដៅរួមរបស់បងប្អូនអញ្ចឹងបើមានគោលដៅរួមវាចូលលក្ខខណ្ឌហ្នឹងចុះបើគេអត់យល់ថាខ្ញុំមិនមែនចូលដើម្បីmoney នឹងផងខ្ញុំចូលដើម្បីពង្រីក network របស់ខ្ញុំឲ្យគេស្គាល់ច្រើនចូលមកដើម្បីរៀនណាប៉ុន្តែរៀនយកទៅធ្វើអីរៀនយកទៅធ្វើអាជីវកម្មឲ្យយើងកាន់តែរលុយបានច្រើនចឹងតែមួយអញ្ចឹងបងប្អូនដែលជាមេដឹកនាំនឹងត្រូវធ្វើយ៉ាងណាចេះពន្យល់ឲ្យសហការីរបស់យើងក្រុមរបស់ពួកយើងនឹងយល់ពីគោលដៅរួមនឹងហើយជាអ្វីដែលខ្ញុំនិយាយថាត្រូវមាន common goal បើមានគោលដៅរួមហើយត្រូវមកឡើងមកកម្រិតគឺចំណុចទី3កូនចៅកលឹកទី3បងប្អូនត្រូវចេះសរសេរផែនការអាជីវកម្មចេះសរសេរផែនការអាជីវកម្មស្អីគេផែនការអាជីវកម្មសរសេរ strategic planning សរសេរ action plan ណាពិតសរសេរមិនបើខ្ញុំអត់ចេះផងលោកគ្រូ
នឹងហើយដែលជាឧបសគ្គសម្រាប់ការរីកចម្រើនជាមួយនឹងក្រុមរបស់យើងបងប្អូនតសេវាមិនកើតតសេវាមិនចេញទេចង់តសេចង់ធ្វើចាប់ដើមតសេគៀងជួបឧបសគ្គចេះឧបសគ្គយកអញ្ចឹងធ្វើម៉េចបើមិនចេះរៀនសិនរៀននឹងនៅចំណុចទី4ចំណុចទី4គឺ lifelong learning ដែលជា core value របស់ BNI យើងពាក់ឲ្យបងប្អូនរៀនជារៀងរហូតនេះអីធុញណាគ្រូរៀនតាំងពីដើមមកហើយបើកអាជីវកម្មខ្លួនឯងក៏នៅតែរៀនទៀត yes បងប្អូនឈប់រៀនបងប្អូនឈប់ grow បងប្អូនឈប់ grow វាដូចជាដើមឈើមួយដើមដែលវាឈប់លូតលាស់គឺវារងចាំតែថ្ងៃស្លាប់ទេចាំតែខ្ញុំនៅកន្លែងណាបងប្អូនណាអញ្ចឹងរៀនពីអីគ្រូរៀនពីអីក៏អត់ដឹងថារៀនពីអីរៀនពី leadership ហ៎យ៉ាព្រោះនៅក្នុងអាជីវកម្មមិនមែនមានតែ leadership នឹងមួយណានៅក្នុងអាជីវកម្មជំនាញដែលត្រូវរៀនគឺ leadership គ្រប់គ្រងមែនអត់គ្រប់គ្រងវាធំទូលាយណាគ្រប់គ្រងបាទជំនាញនេះគេជំនាញក្នុងការប្រើប្រាស់លុយកាក់ហៅថា financial mastery ជំនាញក្នុងការទៅសេផែនការអាជីវកម្មឃើញទេជំនាញក្នុងការប្រើប្រាស់ពេលវេលានិស្ស័យជំនាញក្នុងការបម្រើសេវាកម្មក៏ត្រូវរៀនដែរជំនាញដែរណាបើអត់មានជំនាញទៅធ្វើមិនប្រកួតប្រជែងឈ្នះគេជំនាញក្នុងការដោះស្រាយបញ្ហាមែនទេជំនាញក្នុងការដោះស្រាយបញ្ហាអូជំនាញក្នុងការជ្រើសរើសមនុស្សជំនាញក្នុងការធ្វើ sale និង marketing តើមានជំនាញនឹងអស់ហើយនៅហើយយើងនៅ BNI ហ្នឹងគឺមានជំនាញដែលខ្លាំងជាងគេគឺ network ហ្នឹងមកជំនាញក្នុងការធ្វើ network ហ្នឹងក៏ជាជំនាញមួយដែរណាបងប្អូនកុំភ្លេចនៅកន្លែងហ្នឹងចេះអីទាំងអស់ស្រាប់ថាអត់ដឹងថាទៅអតិថិជននៅកន្លែងណា network ឥឡូវហ្នឹងពេលវេលាគឺ network គឺសំខាន់ណាដែលណែនាំឲ្យបងប្អូនដែលជាម្ចាស់អាជីវកម្មចូលនៅក្នុង BNI ចូលបែបនេះនឹងធ្វើឲ្យបងប្អូននឹងកាន់តែរីកចម្រើនទៅឡើងអញ្ចឹងបងប្អូនរៀនពីជំនាញអស់ហ្នឹងណាមិនតែរៀនទៅសេនិពន្ធកំណាព្យស្អីយកមកធ្វើដឹកនាំអាជីវកម្មឲ្យបានជោគជ័យអត់ទាន់បានបងប្អូនតែរៀនឲ្យត្រូវជំនាញដែលខ្ញុំប្រាប់ហ្នឹងអូខេចឹងតើតើរៀនចេះឲ្យបានតែសេផែនការអាជីវកម្មហ្នឹងបានត្រឹមត្រូវនេះដែលជាចំណុចទី4មិញនេះចំណុចទី4ណាចំណុចទី1គឺមានភាពជាអ្នកដឹកនាំខ្លាំងក្លារឹងមាំចំណុចទី2ត្រូវមានអីគេត្រូវមានផែនការត្រូវមានគោលដៅរួមហៅ common goal និងចំណុចទី3ត្រូវចេះសរសេរផែនការសកម្មភាព action plan ផែនការអាជីវកម្មផ្សេងលម្អិតសរសេរឲ្យអ្នកនៅខាងក្រោមនឹងគាត់មើលហើយគាត់យកទៅប្រើបាននឹងបានហៅផែនការអាជីវកម្មដែល work with life មិនតែសេទុកនៅក្នុងថតតុកទេណាបិទនៅក្នុង chrono ទុកឲ្យផែនការរបស់យើងឲ្យវាណាតែអញ្ចឹងទេបងប្អូនណាសរសេរឲ្យលម្អិតហើយយកទៅប្រើប្រាស់បាននឹងចំណុចទី4ដែលខ្ញុំនិយាយថាមុននឹងសរសេរបានហ្នឹងវាទៅឲ្យបងប្អូនរៀនចេះសិនចំណុចទី4រៀនឲ្យចេះបាទ lifelong learning និងចំណុចទី5ចំណុចទី5ទាល់តែមានការចូលរួមពីបងប្អូនទាំងអស់គ្នាការចូលរួមហើយនឹងការល្អយ៉ាងណាក៏ដោយបើបងប្អូនអត់ចេះទេបើបងប្អូនអត់ចូលរួមទេអត់ទទួលបានជោគជ័យទៅបានទេល្អយ៉ាងណាក៏ដោយដាក់យកទៅប្រើប្រាស់ស្រាប់តែថ្នាក់ក្រោមអត់អនុវត្តផែនការរបស់មេឯងណាផែនការរបស់head table ដែរមិនមែនផែនការរបស់ខ្ញុំផងហ្នឹងអញ្ចឹងអត់ជោគជ័យទៅបានទេអញ្ចឹងត្រូវចូលរួមហើយចូលរួមហ្នឹងណាចូលរួមសមាជិករបស់ពួកយើងចូលរួមជាមួយនឹងពួកយើងនឹងតែម្ដងឲ្យបាន100%ចូលរួមនៅក្នុងការសម្រេចគោលដៅរបស់យើងហ្នឹងដើម្បីបង្កើតលុយហ្នឹងចូលរួមហ្នឹងណាចូលរួមបាន100%ហើយដល់ចូលរួមហើយបើបងប្អូនអត់មានចំណុចទី4មិញនេះ lifelong learning មិញនេះអានេះ
រៀនចេះក៏មិនអាចទទួលបានជោគជ័យទៅដែរឲ្យតែមេចេះកូនអត់ចេះដែលជាឧបសគ្គនៅក្នុងអាជីវកម្មរបស់យើងដូចគ្នាយ៉ាងដែរណាបុគ្គលិករបស់យើង team member របស់យើងដែលបើគាត់អត់ចេះទេគាត់មិនអាចជួយឲ្យយើងសម្រាប់គោលដៅរួមទាំងអស់គ្នាបានទេអញ្ចឹងត្រូវឲ្យគេបំពាក់គាត់នៅចំណេះជំនាញនឹងហើយ training program ទៅឲ្យពួកគាត់ណាខ្វះអីគេបំពាក់អីគេខែពីជំនាញទី1រៀនពីអីជំនាញទី2រៀនពីអីជំនាញទី3រៀនពីអីបាទនៅហ្នឹងអញ្ចឹងចំណុចទី5ចំណុចទី5បងប្អូនណាត្រូវមានការចូលរួមឲ្យបាន 100% តើបងប្អូនហ៊ានចូលរួមជាមួយនឹងមេដឹកនាំរបស់យើងដើម្បីបង្កើតលទ្ធផលឲ្យបាន 100% អត់ចូល 100% បងប្អូនទៅទៀតបាទអូខេនៅកន្លែងនេះចំណុចទី6ចំណុចទី6ការធ្វើអ្វីក៏ដោយក៏មានហានិភ័យដែរគេហៅ risk អញ្ចឹងយើងជាមេដឹកនាំយើងជាអ្នកដែលចូលរួមសមាជិកនៅក្នុង chapter ទាំងអស់ហ្នឹងត្រូវហ៊ានចូលរួមទទួលយកដែលហានិភ័យទាំងអស់គ្នាហ្នឹងហើយនៅការមិនធានាថាអនុវត្តទៅវាជោគជ័យ 100% ទេប៉ុន្តែយើងមានចំណេះដឹងវាជួយកាត់បន្ថយហានិភ័យរបស់យើងបានច្រើនណាស់គឺអាចជោគជ័យបានច្រើន80 ទៅ 90% ប៉ុន្តែឲ្យ guarantee ឲ្យធានាអត់ធានាទេបងប្អូនអញ្ចឹងទាំងអស់គ្នាត្រូវហ៊ានទទួលយកនៅហានិភ័យហ្នឹងហើយថា support risk taking គឺចំណុចទី5មួយដែលបងប្អូនត្រូវមានត្រូវធ្វើវាហ៊ានអត់បងប្អូនអូខេចាំនៅកន្លែងនេះចំណុចទី6គឺ support risk taking នឹងចុងក្រោយគេបងប្អូនអត់អាមួយហ្នឹងក៏បរាជ័យដែរក៏ពិបាកដែរបាក់នឹងទទួលជោគជ័យចំណុចទី7គឺត្រូវ set rule of the game set rule of the game ស្អីគេ rule of the game ច្បាប់នៃល្បែងបើអត់មាន rule ទេអត់មានច្បាប់ទម្លាប់ទេនឹងទៅជា Messi អាញ៉ៃពេញហ្នឹងអត់មានការទទួលខុសត្រូវអត់មានធ្វើក៏បានមិនធ្វើក៏បានគេបងប្អូននៅកន្លែងនេះគេជិះចាំធ្វើក៏បានមិនធ្វើក៏បានអញ្ចឹងអត់មាន road map អត់មាន road map សម្រាប់ហើយការ set rule of the game ហ្នឹងបងប្អូនមិនមែន set ដើម្បីប្រឈប់ដើម្បីបដិញបុគ្គលិកសមាជិករបស់ពួកយើងចេញហ្នឹងទេមិនមែនដើម្បីអាហ្នឹងទេគេ set rule of the game ដើម្បីឲ្យវាដើរទៅតាមផ្លូវដែលគេគូសវាដើម្បីគោលបំណងគឺសម្រេចគោលដៅដែលយើងចង់បាននឹងតែម្ដងសម្រេចគោលដៅដែលយើងចង់បាននឹងតែម្ដងនេះជាអ្វីដែលគេកំណត់មកទេមិនមែន set ដើម្បីឲ្យបលិសមកផាកមកពីនៃអីដើម្បីយកលុយបងប្អូនទេមិនមែនមានន័យអញ្ចឹងទេគេអត់ធ្វើអញ្ចឹងទេគឺដើម្បីជួយឲ្យបងប្អូននឹងកាន់តែប្រសើរជាងមុនកាន់តែជោគជ័យលឿនជាងមុនចឹង rule of the game របស់ BNI យើងស្អីគេណាបងចាគិតទៅស្អីគេខ្លះ rule of the game របស់ BNI យើងណាគឺ policy ហ្នឹងហើយគោលនយោបាយបាទ BNI policy ហ្នឹងគោលនយោបាយរបស់ BNI អញ្ចឹងគោលនយោបាយរបស់ BNI ហ្នឹងមាន2ចំណុចមាន administrative policy ផងមាន general policy ផងអញ្ចឹងបងប្អូនមើលគោលនយោបាយនឹងឡើងវិញហ្នឹងឲ្យដើរទៅតាមលំនាំនឹងអ្វីដែលគេឲ្យយើងធ្វើជំរាបឧទាហរណ៍មិនឲ្យមាន profession ជាន់គ្នាទេបើមាន profession ជាន់គ្នាវាធ្វើឲ្យ conflict ធ្វើឲ្យមានចំនួននឹងឃើញបើបងប្អូនដាក់ជាន់គ្នាគឺមានចំនួនណាចំណែនណាវាឲ្យ conflict ទៅលើផលប្រយោជន៍មួយទៀត commit ក្នុងការ give referral ឃើញបងប្អូនគោលនយោបាយនឹង policy លេខណាបាទ commit ក្នុងការ give referral និង bring visitor ឃើញ five commitment ណាបងប្អូនហ្នឹងជា policy five commitment
ហេតុអីបានអញ្ចឹងហេតុអីបានត្រូវ bring visitor កំណត់ក្នុងការ bring visitor ដូចយើងធ្វើពាណិជ្ជកម្មហ្នឹងបើយើងធ្វើពាណិជ្ជកម្មយើងមិនត្រូវការអតិថិជនថ្មីទេព្រោះយើងអត់ធានាថាអតិថិជនចាស់របស់យើងនឹងនៅជាមួយយើងជារៀងរហូតទេយើងមិនអាចបំពេញចិត្តរបស់ពួកគាត់ទៅបាន 100% ដែលហៅថាធ្វើឲ្យ retain គាត់ធ្វើឲ្យគាត់សប្បាយចិត្តទៅពេញចិត្តបាន 100%អញ្ចឹងបើយើងអត់មានអ្នកថ្មីចូលមកជំនួស business របស់យើងនឹងធ្លាក់ចុះទៅ business របស់យើងធ្លាក់ចុះទៅធ្លាក់ចុះសេដោយសារអីគេដោយសារយើងអត់បានបំពេញបាន 100% សម្រាប់អតិថិជនឲ្យសប្បាយចិត្តបាន 100% គឺនេះជានេះកន្លែងអញ្ចឹងត្រូវយកអតិថិជនថ្មីមក replace អ្នកដែលបាត់ចេញទៅហ្នឹងណាខ្ញុំនិយាយនៅចំណុចនៅកន្លែងនេះអត់បងប្អូនយល់ថាហេតុអីទៅព្រឹងនេះគឺ commitment របស់យើងនឹងចុងក្រោយគេគឺ code of ethics ក្រមសីលធម៌វិជ្ជាជីវៈរបស់យើងហ្នឹងណាហ្នឹងបងប្អូនហ្នឹងណា positive attitude បើបងប្អូន negative បងប្អូនណានឹងត្រូវបានគេអញ្ជើញជាពិសេសគឺ Vice President MC Committee គាត់នឹងអញ្ជើញបងប្អូនឲ្យចេញទៅក្រៅហើយបើ negative មានផ្នត់កំណត់អវិជ្ជមានពីព្រោះ BNI យើងគឺ positive attitude ល្មើសក្រមសីលធម៌វិជ្ជាជីវៈនឹងត្រូវបានគេបញ្ចប់ profession របស់យើងបាទនេះគឺជា rule of the game របស់ BNI អញ្ចឹងបងប្អូនចាំនៅកន្លែងហ្នឹងណាហើយបងប្អូនយកមករួមបញ្ចូលគ្នាទាំង7ចំណុចហ្នឹងនឹងធ្វើឲ្យការដឹកនាំក្រុមរបស់បងប្អូនទៅរកភាពជោគជ័យរស់នៅជាមួយគ្នាដោយយូរអង្វែងហើយមានសេចក្តីសុខសុភមង្គលសូមរំលឹកឡើងវិញត្រូវអី7ចំណុចហ្នឹងត្រូវអីខ្លះទី1គឺត្រូវមានភាពជាអ្នកដឹកនាំខ្លាំងក្លារឹងមាំ strong leadership ចំណុចទី2ត្រូវមានគោលដៅរួមតែម្ដងនិងចំណុចទី3ត្រូវសរសេរផែនការអាជីវកម្មផែនការសកម្មភាពអាជីវកម្មណាបងប្អូនណាហើយដើម្បីទៅសេផែនការអាជីវកម្មបានបងប្អូនត្រូវរៀនឲ្យចេះសិនបើមិនទាន់ចេះទៅសេអត់ត្រូវយកទៅប្រើប្រាស់អត់ទទួលបានជោគជ័យចឹងរៀនសិនរៀនដែលជាចំណុចទី4ដែលបងប្អូនត្រូវយកមកប្រើប្រាស់គឺ lifelong learning core value របស់យើងណាបាទចំណុចទី4និងចំណុចទី5ត្រូវតែមានការចូលរួមពីថ្នាក់ដឹកនាំពីសមាជិកក្រុមរបស់ពួកយើងហើយតាំងពីអីគេថ្នាក់លើផងដែររួមទាំងគ្រួសាររបស់យើងផងដែរបើយើងធ្វើពាណិជ្ជកម្មអត់មានគ្រួសាររបស់យើងគ្រប់គ្រងទេយើងប្រហែលជាពិបាកនឹងទទួលបានជោគជ័យណាព្រោះបាត់កម្លាំងចិត្តក្នុងការធ្វើវានឹងជាចំណុចទី5និងចំណុចទី6បងប្អូនត្រូវហ៊ានទទួលយកហានិភ័យ support risk taking ណា support risk taking តាំងមេដឹកនាំតាំងសមាជិកក្រុមទទួលខុសត្រូវទៅតាមកម្រិតទាំងរៀបខ្លួននិងចុងក្រោយទី7គឺត្រូវមាន rule of the game ហ្នឹងហើយបងប្អូនត្រូវមាន rule of the game តើតើមាន rule of the game ធ្វើឲ្យយើងនឹងបង្កើតបានជា road map មួយសម្រាប់ការដើរទៅរកភាពឆ្ពោះជោគជ័យអត់ឆ្លុះគ្នាបដោតទៅលើការរកលុយប្រាក់ចំណេញរបស់យើងនឹងហើយចុងក្រោយខ្ញុំអឹមផលជាគ្រូបង្វឹកអាជីវកម្មដែលទទួលស្គាល់ដោយ Action Coach ហើយក៏ជានាយកប្រតិបត្តិរបស់BNI តំបន់2ផងដែរដែលនាំមកនៅការរួមបញ្ចូលគ្នានៃជំនាញពិសេសដើម្បីជំរុញឲ្យអាជីវកម្មរបស់បងប្អូននឹងកាន់តែរីកចម្រើនទៅមុខបាទអរគុណច្រើនបាទសូមជម្រាបលា